សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញអំពីសម្លត្រពាំងចាសម្លត្រពាំងគឺខ្ញុំមានខែនេះគឺយើងសម្បូរត្រពាំងនៅស្រុកយើងអញ្ចឹងយើងត្រពាំងយើងយកខ្ចីមកយើងចិតចំណិតទូចៗហើយយើងមានត្រីចាយើងមានស្លឹកគ្រៃហើយយើងប្រើស្លឹកងប់ចាស្លឹកងប់ម្ទេសផ្សិតននោងចានិងស្អំហើយខ្ញុំដាក់ត្រួយល្ពៅចាយើងអាចប្រើសក្តិច្រើនតិចឲ្យវាឈ្ងុយហើយនឹងយើងអាចដាក់ខ្ជាយស្លឹកក្រូចសើចនិងផ្សិតចាក្នុងសម្លត្រពាំងនេះអញ្ចឹងខ្ញុំនឹងបង្ហាញអំពីវិធីស្លនៃការស្លត្រពាំងជាដំបូងខ្ញុំធ្វើការដាំទឹកចាដាំទឹកខ្ញុំចាក់ត្រពាំងនឹងទៅដើម្បីដាក់ចូលហើយបន្តមកខ្ញុំដាក់អំបិលបន្តិចត្រពាំងយើងឲ្យទន់បន្ទាប់មកខ្ញុំយកស្លឹកគ្រៃដាក់ចូលដើម្បីឲ្យវាមានក្លិនរួចខ្ញុំដាក់ខ្ជាយនិងស្លឹកក្រូចសើចបន្ទាប់មកខ្ញុំធ្វើការចាក់ខ្ទឹមសចូលចាដើម្បីងក់ជាមួយគ្នាស្លយើងពុះខ្ញុំធ្វើការដាក់ប្រហុកប៉ុន្តែខ្ញុំដាក់ពងត្រីនិងទឹកប្រហុកប្រើទឹកប្រហុកពីស្លាបព្រាបន្តមកខ្ញុំប្រើស្ករហោមតិចទៅស្ករត្នោតយើងរួចខ្ញុំធ្វើការដាក់ត្រីចូលបន្ទាប់មកខ្ញុំធ្វើការដាក់ប៊ីចេងបន្តិចទៅចារួចយើងធ្វើការក្រោកទឹកសិនបន្ទាប់ពីពុះហើយយើងធ្វើការដាក់ចូលដោយសារខ្ញុំអត់ប្រើប្រហុកដាក់ចូលវិញប្រើទឹកប្រហុកបន្តិចហើយនឹងប្រើពងត្រីចឹងជាដំបូងយើងកុំអាចដាក់អំបិលច្រើនដោយសារឯពងត្រីយើងវាយើងប្រៃដែរចាខ្ញុំដាក់លាយពងត្រីតបខ្ញុំយកបន្លែដាក់ខ្ញុំដាក់ផ្សិតចូលមុនស្លយើងពុះហើយយើងធ្វើការដាក់បន្លែយើងចូលចាយើងដាក់នោងស្អំហើយនឹងត្រួយល្ពៅយើងចូលទឹកយើងធ្វើការដាក់ម្ទេសឲ្យពុះសិនទើបយើងធ្វើការដាក់ស្លឹកងប់យើងចូលស្លយើងចាប់ផ្ដើមពុះហើយយើងធ្វើការដាក់ស្លឹកងប់យើងចូល Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
và một cú hái dân thừa cả bật lớn ở cún sầm rạp ca tu sna video rồi bọn nên nhung tăng vị đào hột đòi chồng